សួស្តីទាំងអស់គ្នាមនុស្សភាគច្រើនណាគិតថាការដើរលេងម្នាក់ឯងវាគឺជាភាពឯកោហើយពួកគេបានគិតថាការដើរលេងតើតើមានមិត្តភ័ក្តិត្រូវតែមានគូឬក៏ត្រូវតែមានក្រុមទើបមានន័យប៉ុន្តែអាការពិតមួយដែលមនុស្សជាច្រើននឹងមិនយល់គឺយើងអាចសប្បាយចិត្តទៅបានទោះបីជាយើងនៅម្នាក់ឯងក៏ដោយអ្នកនរគ្នាហើយការដើរលេងម្នាក់ឯងមិនមែនមានន័យថាឯកោទេវាមានន័យថាយើងកំពុងតែស្គាល់ខ្លួនឯងកាន់តែច្បាស់ហើយអាពេលនៅម្នាក់ឯងហ្នឹងគឺយើងមានពេលសម្រាប់គិតមានពេលសម្រាប់ស្ដាប់ចិត្តខ្លួនឯងហើយមានពេលសម្រាប់ធ្វើអ្វីដែលយើងចង់ធ្វើពិតហើយយើងមិនចាំបាច់រងចាំអ្នកណាម្នាក់មិនចាំបាច់សម្របខ្លួនទៅតាមអ្នកដទៃហើយយើងអាចជ្រើសរើសផ្លូវដែលយើងចង់ទៅហើយធ្វើអ្វីដែលយើងស្រឡាញ់បានហើយការដើរលេងម្នាក់ឯងអាចធ្វើឲ្យយើងមានអារម្មណ៍សេរីភាពអាចធ្វើឲ្យយើងចិត្តស្ងប់ហើយអាចធ្វើឲ្យយើងនឹងយល់អំពីជីវិតយើងកាន់តែជ្រៅហើយមួយវិញទៀតការនៅម្នាក់ឯងមិនមែនជាការបាត់បង់ទេប៉ុន្តែវាជាការរកឃើញខ្លួនឯងដូចជាយើងអាចអង្គុយនៅកន្លែងណាមួយស្ដាប់ភ្លេងដែលយើងស្រឡាញ់ឬមើលទេសភាពដោយស្ងប់ស្ងាត់ហើយមានអារម្មណ៍ថានេះហើយជាជីវិតរបស់ខ្ញុំដូច្នេះហើយគួរតែរីករាយជាមួយនឹងអ្វីដែលជាដំណើររបស់យើងទោះបីជាយើងនៅម្នាក់ឯងក៏ដោយហើយកុំរងចាំអ្នកណាម្នាក់ឲ្យសោះហើយត្រូវចាប់ផ្ដើមរស់នៅថ្ងៃនេះជាមួយនឹងខ្លួនឯង